នេះជារបៀប activate ម៉ាស៊ីននៅលើ iOS 26.0.1 ដើម្បីយើង activate ផ្ដល់មនុស្សឲ្យយើងប្រើបានបងចូលចឹងមកទៅក្នុងភាសាមានតំបន់ដែលយើងនៅបច្ចុប្បន្នមាននៅកម្ពុជាដាក់តាមវាមកតោះមកនេះមានតូចមានមធ្យមមានធំយើងយកមធ្យមទៅmedium តាមវាមកតោះមកវាពាក្យ set up without another device មកឡើយនេះឲ្យរើស Wi-Fi ឬ Wi-Fi មាន Wi-Fi យើងប្រើ SIM ទៅបាន connect ទៅចាំបន្តិចទៅកន្លែងនេះបើទូរស័ព្ទយើងមាន iCloud យើងចូល iCloud ទូរស័ព្ទយើងមានទៅគាត់ចេះ continue ទៅមុខទៀតset up letter ទៅឡងដែរពីតូចយើងកំណត់ដាក់បានយើងទៅគ្លៀនមកគេយកដឹង password មកចូលមកទៅដឹង password មកមានអូមអញ្ញូមកហ្នឹងគឺអូខេហ្នឹងចូលដល់មនុស្សយើងអាចប្រើបាន